កាយដីអាងទឹករួមនេះលក់ទៀតហើយបាននៅទំនប់ព្រៃរំដួលស្រុកសំរោងទងខេត្តកំពង់ស្ពឺហើយអាដីដែលធ្លាប់ជីកបន្លាយថាវិការថ្នាក់ជាតិគេជីកហើយនឹងអាចដីនឹងក៏ត្រូវបានលក់ជាបន្តដែរលក់អត់តាន់ចេញក៏ទុកសិនបាទក៏ទុកសិននៅចើមបន្លាយឬក៏នៅទីតាំងណាដែលគេអាចទុកបានហ្នឹងទុកទៅហើយបើមានម៉ួយមកទិញហ្នឹងមួយឡាន14000ដឹកបាន5គីបចឹងទៅបើលើសពីហ្នឹងទៅក៏ថ្លៃទៅតាមហ្នឹងទៅទំនប់ព្រៃរំដួលនេះគឺកម្រងថាស្ដាអត់ចេះចប់ចេះហើយទេយើងដឹងហើយថាស្ដាទៅវាមានផលបាទសម្រាប់អាងស្តុកទឹកឯណាបាទតែបើស្ដាជ្រៅពេកវាបាត់ជីវៈចម្រុះអស់ហើយកន្លងទៅប្រជាពលរដ្ឋធ្លាប់អាស្រ័យផលបន្លែបង្ការមហូបអាហារនៅទីតាំងហ្នឹងលែងបានហើយដោយសារតែជ្រៅពេកគេខំប្រឹងយកអាចដីចេញក្រោមហេតុផលរក្សាទឹកបាទតើអាចដីទាំងអស់នោះយកទៅលក់ថាវិការហ្នឹងយកទៅទុកដោយរបៀបណាជាពលរដ្ឋលោកកើតឆ្ងល់ណាបាទយកទៅបំរើផលប្រយោជន៍សាធារណៈវិញឬយ៉ាងណាគ្រប់គ្រងដោយតម្លាភាពដែរឬទេខណៈដែលទំនប់ព្រៃរំដួលនេះមានជំនួយបាទពីអង្គការក្រៅប្រទេសទៅទៀតដើម្បីគេឲ្យកែសម្រួលជើងទេទំនប់អីហ្នឹងណាអញ្ចឹងកើតឆ្ងល់ត្រង់ហ្នឹងឲ្យតែមានឈ្មួញត្រូវការអាចដីគឺឃើញតកាយហើយបាទតកាយហើយមានពាក់ព័ន្ធជាមួយនឹងមន្ត្រីជំនាញណាខ្លះដែលធ្វើកិច្ចការហ្នឹងកន្លងទៅក្រុមការងារព័ត៌មានវ៉ាន់ប៉ុស្តិ៍នេះធ្លាប់បាទធ្វើបទសម្ភាសន៍អ្នកដែលពាក់ព័ន្ធហើយក៏បានចុះផ្សាយម្ដងរួចទៅហើយមន្ត្រីជំនាញខាងមន្ទីររ៉ែខេត្តកំពង់ស្ពឺនឹងថានឹងចុះពិនិត្យហើយឲ្យផ្អាកឥឡូវធ្វើទៀតណាមិនទាន់បានមួយខែស្រួលផងចាប់ដើមធ្វើទៀតហើយផ្សលមិញក្រុមការងារយើងបានសាកសួរទៅប្រធានមន្ទីររ៉ែក៏ថានឹងឲ្យមន្ត្រីចុះពិនិត្យហើយចំណែកជំនាញធនធានទឹកនោះគឺលើកឡើងតែខាងអភិវឌ្ឍទំនប់នឹងឲ្យទៅជាអាងស្តុកទឹកធំហើយប្រហើយគម្រោងប្រហើយអីចឹងទៅខណៈដែលអាជីវកម្មហ្នឹងពាក់ព័ន្ធជាមួយអ្នកណាអាជីវកម្មនេះដែលខ្លួនមន្ត្រីខ្លះជាមន្ត្រីជាន់ខ្ពស់នៃមន្ទីរជំនាញមានទាំងសាច់ញាតិក៏ជាមន្ត្រីជំនាញនៅក្នុងមន្ទីរនឹងដែរហ្នឹងគឺជាអ្នករស់ស៊ីចាក់ដីកាយដីលក់អាចដីមិនដឹងថាត្រាក់ដឹកនាំនៅខាងលើនឹងលោកដឹងឬក៏អត់ទេបាទប៉ុន្តែសម្រាប់អ្នកដែលគេចាក់ដីអ្នកដែលរស់ស៊ីចាក់ដីគេដឹងហើយថាអ្នកណាជាប់ពាក់ព័ន្ធនឹងរឿងរ៉ាវហ្នឹងមិនសំខាន់តែរឿងតែការរស់ស៊ីទេព្រោះជំនាញផងគេមានជំនាញខាងមន្ត្រីរាជការទៅលើកិច្ចការនឹងហើយគេមានមុខរបរនោះគឺជារឿងផងគេប៉ុន្តែតើការគ្រប់គ្រងបាទថាវិការដែលបានមកពីសម្បត្តិរដ្ឋនេះវាមានតម្លាភាពដែរឬទេវាបានផលប្រយោជន៍មកវិញទៅដល់ប្រជាពលរដ្ឋនៅក្នុងមូលដ្ឋានឬក៏សាធារណជនដែរឬទេចំណុចវានៅត្រង់ហ្នឹងហើយក្រុមការងារក៏បានសាកសួរទៅលើច្បាប់អាជីវកម្មដែរធម្មតានេះគេហៅអាជីវកម្មហើយបាទត្រង់ថាអភិវឌ្ឍអីក្រោមគម្រោងអីតែលក់អាចដីចេញបានន័យថាអាជីវកម្មមានច្បាប់ឬអត់បាទកន្លងទៅនោះអត់មានចម្លើយច្បាស់លាស់ទេរឿងច្បាប់នេះបាទមានតែការចុះពិនិត្យមើលហើយនឹងឲ្យផ្អាកបាទផ្អាកហើយបើករហូតមកដល់បច្ចុប្បន្នហ្នឹងនៅតែបន្តទៀតនេះមិនរាប់ទៅនឹងទំនប់អូក្រាំងអំបិលដែលបានពុះជ្រៀកបាទកន្លងទៅដីប្រជាពលរដ្ឋកាន់កាប់ចំនួន8ជាង9ជាងធ្វើបានរឹងមិនបានទេធ្វើបានកម្មសិទ្ធិដែលគេហៅថាបានប្លង់រឹងណាធ្វើអត់បានទេឥឡូវនោះបានដីនឹងធ្លាក់ទៅដល់ដៃឈ្មួញចាប់ដើមធ្វើប្លង់បានហេតុផលវានៅត្រង់ណាដែលឈ្មួញធ្វើបានប្រជាពលរដ្ឋធ្វើអត់បានណាមិនឲ្យធ្វើទេដោយរក្សាផ្ទៃដីហ្នឹងទៅជាអាងស្តុកទឹកបោះឲ្យទៅខាងឈ្មួញចុះកាយដីលក់ទៅហើយប្រមូលដីទាំងអស់ហ្នឹងក្រោមហេតុផលថាជាប្រយោជន៍រួមប៉ះពៅផលប៉ះពាល់ឲ្យប្រជាពលរដ្ឋ1ការ៉េ8កាក់ទៅយកទៅហើយប្រជាពលរដ្ឋលោកតាបើមិនឲ្យគេយកទៅទេបើគេមិនធ្វើប្លង់ឲ្យផងក៏គិតចឹងអញ្ចឹងក៏ឲ្យគេទៅឥឡូវស្រាប់មកចេញឯណាក្បាច់គុណឬថាចេញជាប្លង់រឿងប្លង់អីឯណាបាទហើយយើងខ្ញុំកំពុងតែអាប់ដេតព័ត៌មានហ្នឹងថាការពិតវាយ៉ាងណាចេញប្លង់រឿងហ្នឹងដោយរបៀបណាឬគ្រាន់តែពាក្យចចាមរាមណាបាទហើយជំនាញមិនទាន់ឆ្លើយតបនឹងសំណួរដែលយើងបានសាកសួរនៅឡើយទេចំណុចអូក្រាំងអំបិលនេះចឹងបន្តថាធម្មតាទេធ្វើអីឲ្យមានផលប្រយោជន៍ទៅដល់ប្រជាពលរដ្ឋមូលដ្ឋានអានោះមិនជាបញ្ហាទេកន្លងទៅក៏ធ្លាប់កាន់កាប់អាស្រ័យផលថាយកទៅជាប្រយោជន៍រួមហើយឥឡូវបែរជាចេញអញ្ចឹងបើសិនជាប្រកាសមែនណាប្រជាពលរដ្ឋនិងអាជ្ញាធរភូមិលោកមិនសុខចិត្តទេបាទដីនៅម្ដុំហ្នឹងក៏ដឹងតម្លៃរាប់លានណាប្រមាណហត្តាហ្នឹងតម្លៃរាប់លានហ
ហើយហេតុអីបានជាគាត់សុកចិត្តសម្បទានឲ្យ8កាក់ប៉ះពៅសំណងខូចខាតការដែលគាត់អាស្រ័យផលដោយសារតែគាត់គិតថាយកទៅជាប្រយោជន៍រួមអញ្ចឹងគាត់សុកចិត្តឲ្យហើយក៏គាត់បានផ្ដាំប្រាជ្ញាដែរបាទគាត់ក៏បានផ្ដាំប្រាជ្ញាដែរបើសិនជាមិនអភិវឌ្ឍអីទេគាត់សូមកាន់កាប់អាស្រ័យផលវិញហើយបើរដ្ឋត្រូវការទៅជាប្រយោជន៍រួមអូខេយកចោះបាទអានេះនៅតែជាចម្ងល់ហើយក្រុមការងារយើងនឹងអាប់ដេតព័ត៌មាននេះជូនបន្តទៀត